ល្បីតគ្នាពីអាជីវករដឹកទំនិញតាមរថយន្តធុនធំថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងកំពុងរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋនិងមហាជនគ្រប់ទិសទីវគ្គមួយសាយចេញនៅថ្ងៃទី27 ខែមិថុនាឆ្នាំ2025ក្រុងបាវិតលោកប្រធានអនុប្រធានក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងត្រួតពិនិត្យបច្ចេកទេសក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទដើម្បីធានាសុវត្ថិភាពនៅក្នុងការធ្វើដំណើរតាមផ្លូវសាធារណៈនិងទប់ស្កាត់បទល្មើសផ្សេងៗនៅពេលនេះកំពុងតែដេកលងលក់ដោយឡែកប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងបានលើកឡើងថាលោកយុនរស្មីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងកាលពីពេលថ្មីកន្លងទៅបានបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិតបានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃរថយន្តខ្នាតធំដឹកទម្ងន់ចូលគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះយោងតាមលបឿនរថយន្តដែលអង្គភាពសារព័ត៌មានយើងប្រមាញ់បានដោយមិនខ្វល់ពីផ្លូវសាធារណៈរងនៅការខូចខាតដោយសារតែរថយន្តដឹកទំនិញមួយចំនួនតូចមិនគ្រប់ចរាចរណ៍ណែនាំរបស់រដ្ឋមន្ត្រីក្រសួងមិនតែប៉ុណ្ណោះនៅពេលថ្មីនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើសខុសខិតគ្នាជាប្រព័ន្ធមិនខ្វល់ពីសុខភាពផ្លូវរថយន្តដឹកថ្មដឹកខ្សាច់ដឹកហួសចំណោះនៃចរាចរណ៍ណែនាំរបស់ក្រសួងក៏នៅតែដឹងគ្រាន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅដោយន័យរួមដឹកលើសក៏ត្រូវបង់ដឹកមិនលើសក៏ត្រូវបង់កត្តាទាំងនេះហើយទើបធ្វើឲ្យក្រុមឈ្មួញបានដៃមិនខ្វល់ពីអ្វីដែលហៅថាច្បាប់អង្គភាពសារព័ត៌មានយើងសង្ឃឹមថាលោកសេងឈួនប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសគួរតែចាត់មន្ត្រីជំនាញនៅក្នុងការត្រួតពិនិត្យចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិនដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និងចរាចរណ៍ណែនាំរបស់ក្រសួងប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្តមួយទៀតធ្វើចរាចរណ៍ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិនប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃដោយឈ្មួញទាំងនោះបានអះអាងថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានខ្នងបង្អែករឹងមាំម្យ៉ាងទៀតរថយន្តដឹកទំនិញធំនិងរថយន្តដឹកសាច់ដឹកថ្មទុកលើសទម្ងន់អាចបើកឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធានអនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងក៏បានដឹងថាលោកយុនរស្មីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តធ្វើអ្វីៗតាមតែអំពើចិត្តនេះហើយជាហេតុធ្វើឲ្យបុគ្គលមួយចំនួនកំពុងប្រព្រឹត្តអំពើពុករលួយអង្គភាពសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមពេងពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយនិងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដើម្បីកុំឲ្យមានប្រជាពលរដ្ឋមានការភ័ន្តច្រឡំអង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះគ្រាន់តែចង់ជម្រាបជូនមហាជននិងថ្នាក់ដឹកនាំជ្រាបជាព័ត៌មាននិងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះអង្គភាពគេហទំព័រប្រមាញ់ជាដែន TV យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរីគុណនៅក្នុងន័យសព្នានិងសូមរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ